bà miền bồn dưỡng còn sùa bồn đài telegram còn đã bong tơm đài còn chạt màu xua còn sùa telegram nhóm tạm phêอะไรខ្ញុំឆ្លើយទៅវិញដើម្បីចង់ដឹងចំណុចខ្លាំងចំណុចខ្សោយរបស់ខ្លួនថាយើងខ្លាំងអីខ្សោយអីតើយើងមើលថាតើការងារមួយឆ្នាំចុងក្រោយនេះតើយើងចេះពិនិត្យនិងវាតម្លៃខ្លួនឯងតើយើងធ្វើការងារហ្នឹងស្រឡាញ់ប៉ុណ្ណាពេលដែលយើងធ្វើវាកាន់តែស្រឡាញ់ធ្វើវាកាន់តែចូលចិត្តចង់ធ្វើឲ្យធ្វើទៀតធ្វើឲ្យធ្វើទៀតហើយយើងវាតម្លៃ12ខែក្រោយនេះដែលយើងធ្វើការងារអីដែលយើងធ្វើទៅរីកចម្រើនខ្លាំងលូតជាងគេយើងសង្កេតមើលខ្លួនឯងតើយើងធ្វើអីលូតជាងគេក្នុងរយៈពេល12ខែចុងក្រោយនេះហើយអាហ្នឹងយើងស្វែងរកចំណុចខ្លាំងឃើញហើយអ្វីដែលយើងខ្លាំងយើងឃើញធ្វើយូរពេលដែលយើងធ្វើទៅកាន់តែរីកចម្រើនយើងធ្វើទៅកាន់តែរីកចម្រើនហើយយើងចូលចិត្តវាទៀតយើងស្រឡាញ់វាទៀតអាហ្នឹងគឺជាចំណុចខ្លាំងរបស់ខ្លួនហើយចំណុចខ្សោយវិញយើងធ្វើយើងធុញហើយយើងធ្វើទៅអត់ធ្វើឲ្យយើងរីកចម្រើនទេយើងធុញនឹងវាតែយើងចេះធ្វើយើងមិនដឹងធ្វើអីយើងចេះធ្វើយើងអត់ស្គាល់ចំណុចខ្លាំងចំណុចខ្សោយខ្លួនឯងទេអញ្ចឹងយើងមើលរយៈពេល12ខែចុងក្រោយនេះតើអ្វីដែលធ្វើឲ្យយើងដុនដាបអ្វីដែលយើងធ្វើទៅយើងមានអារម្មណ៍ថាធុញតែយើងចេះធ្វើយើងរៀនសង្កេតខ្លួនឯងអាហ្នឹងណាយើងចង់ដឹងចំណុចខ្លាំងចំណុចខ្សោយខ្លួនឯងយើងបងសរុបមកវិញថាយើងចេះមើលខ្លួនឯងថាតើលទ្ធផលអ្វីខ្លះដែលយើងបានកសាងរយៈពេល12ខែនេះហើយយើងធ្វើអីដែលយើងចូលធ្វើហើយយើងចង់ធ្វើហើយឲ្យយើងរីកចម្រើនតែអ្វីណាមួយដែលយើងធ្វើឲ្យយើងកាន់តែធ្លាក់មិនបានរីកចម្រើនអាហ្នឹងហើយគឺជាចំណុចខ្សោយរបស់បងអូនអញ្ចឹងបងប្អូនចង់សួរអីល្បិតបងអាចឆាតមកទៀតហើយសួរលក្ខណៈបិទអាហ្នឹងឆ្លើយលក្ខណៈបិទសួរលក្ខណៈបើកឆ្លើយលក្ខណៈបើកលក្ខណៈបិទបាច់ទៅសួរឲ្យចំរបស់ខ្លួនហ្មងទាំងធ្វើកិច្ចការងារឲ្យធ្វើផ្នែកអីរៃរ៉ាប់សង្ខេបរយៈពេលមួយឆ្នាំហ្នឹងអាហ្នឹងគេហៅថាសំណួរបិទបានន័យថា detail ពីខ្លួនឯងរៃរ៉ាប់ការងារដែលយើងធ្វើរយៈពេលមួយឆ្នាំហ្នឹងហើយយើងរីកចម្រើនដល់ណាឬក៏ដុនដាបដល់ណាហើយធ្វើម៉េចបង្កើតចំណូលឬក៏ដោះខាត់ចំណុចខ្លាំងនឹងសួរសំណួរលក្ខណៈបិទបងឆ្លើយលក្ខណៈបិទសួរលក្ខណៈបើកបងឆ្លើយលក្ខណៈបើកអញ្ចឹងធ្វើម៉េចទោះបីជំនាញមួយគឺជំនាញសួរគេឲ្យចេញចម្លើយជំនាញសួរគេឲ្យចេញតែយើងអត់មានជំនាញសួរក៏ចម្លើយក៏យើងអត់បានដែលលំអិតដាក់ទៅ apply ចំរបស់យើងហ្មងព្រោះអីផេកគ្នាយើងឆាតមកច្រើនអញ្ចឹងពេលខ្លះក៏បានឆ្លងឆ្លើយពេលខ្លះក៏មិនបានឆ្លងឆ្លើយព្រោះខ្ញុំមានការងាររបស់ខ្ញុំក៏ខិតខំប្រឹងប្រែងខ្លួនឯងដែរទោះបីយើងរៀនរហូតដល់ថ្ងៃស្លាប់បងប្អូនរៀនបង្កើនសមត្ថភាពជានិច្ចបាទកុំអួតហើយកុំពង្នើយកន្តើយកុំយល់លេសថាអញចេះហើយទៅពេញកែវរៀនជានិច្ចអភិវឌ្ឍខ្លួនជានិច្ចជាប្រចាំរហូតទៅដល់យើងស្លាប់តែម្ដងអានេះចាំឈប់រៀនបាទ